ก็มีนบេះដូងបើក្បត់សូមឲ្យមានសួនសំឡាប់បងទៅពីស្អីបងហូរលោហិតលុបលៀងស្នាមស្នេហ៍អបប្តីជាទឹកភ្នែកស្វាមីអូប្រុសស្រីឡងសេផិតក្បត់អរគុណបងប្រុសជ័យសវត្ថិវិញ្ញាសានៅក្នុងសប្តាហ៍នេះតម្រូវឲ្យដួងកាយរបស់យើងត្រូវបកស្រាយបទចម្រៀងបែបមនោសញ្ចេតនាប៉ុន្តែគឺជាបទសម័យបច្ចុប្បន្នចាតើគណៈកម្មការរបស់យើងលោកមានការយល់ឃើញយ៉ាងណាដែរមុននឹងជួបលោកចង់ជួបបងអូនចាជ័យសវត្ថិថ្ងៃនេះមានអ្នកគ្រប់គ្រងផ្ដល់កម្លាំងចិត្តដែរទេមានបងអ្នកធ្លាប់នៅអង្គការជាមួយគ្នាអ្នកធ្លាប់នៅអង្គការជាមួយគ្នាប្រហែលជា3ឆ្នាំហើយបងគាត់ទៅឃើញខ្ញុំប្រឡងគាត់មកជួយលើកទឹកចិត្តអញ្ចឹងណោះចាជំរាបសួរចាជំរាបសួរនេះបងចាចំពោះបងអូនស្រីនៅមណ្ឌលកុមារកំព្រាជាមួយនឹងបងអូនសវត្ថិដែរណោះចានេះបងចាយ៉ាងណាដែរបងអូនចំពោះការរស់នៅក្នុងមណ្ឌលកុមារកំព្រាជុំគ្នាជាមួយនឹងក្មេងៗជាច្រើនទៀតមានអីបងចាពួកអីពួកខ្ញុំយកចិត្តគ្នាបងចាអញ្ចឹងការរស់នៅហ្នឹងគេថាចោះចម្រុងគ្នាបងចាហើយថ្ងៃនេះហេតុអីបានជាបងអូនអញ្ជើញមកផ្ដល់កម្លាំងចិត្តផ្ទាល់ដល់បងអូនប្រុសសវត្ថិព្រោះអីថ្ងៃហ្នឹងគឺជាថាជាថ្ងៃឈប់សម្រាកណាចាបងចាហើយបងអូនធ្លាប់ទស្សនាកម្មវិធីនេះកន្លងមកដែរទេចាធ្លាប់បងចាហើយយល់ឃើញចំណាក់ដែរចំពោះកម្មវិធីនេះខ្ញុំគិតថាកម្មវិធីនេះគឺពិតជាល្អមែនបងព្រោះអីធ្វើឲ្យយុវជននិងយុវវតីខ្មែរមានភាពក្លាហានក្នុងការប្រឡងចម្រៀងបងចាចុះបងអូនផ្ដល់កម្លាំងចិត្តជូនដល់មិត្តភ័ក្តិរបស់បងអូនគឺបងអូនប្រុសសវត្ថិនេះខ្លាំងប៉ុណ្ណាដែរប្រហែលជា 80% បងចាអរគុណចំពោះបងអូនដែលបានអញ្ជើញមកទស្សនាផ្ទាល់ក៏ដូចជាផ្ដល់កម្លាំងចិត្តជូនដល់បងអូនសវត្ថិចានៅពេលនេះតើគណៈកម្មការរបស់យើងលោកមានការយល់ឃើញយ៉ាងម៉េចចំពោះនឹងការច្រៀងរបស់បងអូនប្រុសសូមអញ្ជើញអ្នកបងសួនចន្ទថាសួស្តីសវត្ថិបាទជំរាបសួរអ្នកគ្រូចាទោះបីពីការក៏មានបេះដូងដែរណាបាទចាណាចម្រៀងរបស់លោកហេងប៊ុនលៀបចានិពន្ធដោយលោកហ្វៃសមាងដែរបទហ្នឹងកំសត់ដល់បងអូនច្រៀងបានល្អហើយមានកន្លែងខ្លះចង់ព្រោះជាងចង់ម្ចាស់ដើមទៅអរគុណអ្នកគ្រូប៉ុន្តែមានកន្លែងខ្លះក៏អត់ទាន់ដល់ចាដែលថាយើងកម្រិតយើងអត់ទាន់ដល់អ្នកម្ចាស់ដើមទេណាចាអញ្ចឹងសូមឲ្យបងអូនថែបំពន់កម្លាំងតិចមើលទៅបងអូនរៀងសប្តាហ៍នេះឃើញបងអូនរៀងខ្សោយចាប្រហែលជាជាប់រៀនផងជាប់រៀនអ្នកគ្រូព្រោះអីខ្ញុំត្រៀមប្រឡងចូលពេទ្យចាអញ្ចឹងសូមកោតសរសើរចំពោះបងអូនរៀនផងហើយដូចថាចំណាយពេលវេលាមកប្រឡងអញ្ចឹងទៀតហើយច្រៀងទៅសំរុំសំឡេងអីតង់ណោតអីដូចថាមិនភ្លាវចាល្អណាស់ចាអញ្ចឹងសូមជូនពរបងអូនជោគជ័យសូមអរគុណចាអរគុណអ្នកបងសួនចន្ទថាចាចុះចំពោះលោកគ្រូមេងសុធីវ៉ាន់វិញសូមជ័យលោកគ្រូខ្ញុំលឺសូអ្នកគ្រប់គ្រងបាញ់មិញហ្នឹងគឺថាមកពីកុមារកំព្រាទាំងអស់គ្នាមែនទេបាទហើយក្មួយក៏នៅកុមារកំព្រាដែរបាទខ្ញុំសូមកែសម្រួលក្មួយស្រីបន្តិចមិនមែនចោះសម្រងនៅគ្នាទេបានន័យថារស់នៅមួយគ្នាបីប្រពន្ធវិញហ្នឹងគេថាការរស់នៅជាមួយគ្នាមានការរាប់អានគ្នាបីដូចជាបងប្អូនគ្រួសារតែមួយណាអាហ្នឹងចឹងជាយើងប្រើហ្នឹងល្អជាងណាហើយឥឡូវនេះខ្ញុំសូមជូនយោបល់ទៅក្មួយថ្ងៃនេះច្រៀងបទនេះសម្រាប់បំពាក់សំរុំណាហើយកាយវិការហ្នឹងបានដាក់ចិត្តដាក់ថ្លើមចូលតួជាមួយនឹងបទហ្នឹងយ៉ាងក្រលួចតែម្ដងហើយចំពោះខ្ញុំឃើញថាអ្នកគ្រូសុនយន្តថាក៏ថារៀងខ្សោយណាហើយចំពោះខ្ញុំក៏ឃើញថាអញ្ចឹងដែរអញ្ចឹងថែបំពន់សុខភាពក៏ប៉ុន្តែបទចម្រៀងដែលបកស្រាយអំបញ្ញមិញនេះខ្ញុំសូមកោតសរសើរឃើញថាពីរោះមែនណាសូមជូនពរឲ្យជោគជ័យបាទអរគុណលោកគ្រូចាអរគុណលោកគ្រូមុននេះលឺសូថាបងអូនត្រៀមប្រឡងចូលពេទ្យបងចូលធ្វើដុកទ័រធ្វើដុកទ័រ
ចឹងជូនពរឲ្យបងអូនបានសម្រេចគោលបំណងណាចាសូមចេញបងអូនសម្រាប់សិនចា